បាទជំរាបសួរប្រិមិត្តទូទៅជនដែលកំពុងតាមដានទស្សនាការផ្សាយរបស់ទូទាំងបាយ័នបាទជាទីមេត្រីបាទសម្រាប់ព្រឹកនេះសមាជិកមិនអានបានវិលមកជួបលោកនាងសាយថ្មីបាទហើយសម្រាប់ព្រឹកនេះទៀតសោតបាទកម្មវិធីរបស់យើងមានព័ត៌មានច្រើនបាទរយៈពេល3ម៉ោងបាទត្រូវជំរាបជូនហើយពិសេស2ម៉ោងដំបូងគឺនឹងមានរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ក្នុងស្រុកក៏ដូចជាក្រៅស្រុកនិងបញ្ហាសន្តិសុខក្នុងស្រុកក៏ដូចជាក្នុងតំបន់ក៏ដូចជានៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកបាទហើយវគ្គបន្តនោះក៏នឹងមានព័ត៌មានពាក់ព័ន្ធនឹងបញ្ហានយោបាយសង្គមបាទនិងអន្តរជាតិបាទនានាបាទដែលកើតនៅក្នុងបណ្ដាប្រទេសដែលកំពុងប្រឈមហើយពិសេសនោះគឺនឹងតាមដានពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៅក្នុងប្រទេសបារាំងក៏ដូចជាយន្តហោះបាទរបស់ម៉ាឡេស៊ីដែលបានធ្លាក់បាទហើយឥឡូវនេះរកឃើញបោកខ្មៅបាទរកឃើញហើយនេះបើតាមព័ត៌មានការពីម្សិលមិញព័ត៌មានដំបូងមកលីជំរាបជូនបាទចាប់ព័ត៌មានដំបូងនេះគឺយើងមានករណីគ្រោះថ្នាក់ចរាចរណ៍ចាស់គឺការពីយប់មិញនេះនៅម៉ោងប្រហែលជា 19:30 នាទីគឺនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីមុខមន្ទីរពេទ្យកុមារជាតិចាស់គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយគឺម៉ូតូ2គ្រឿងចាស់ប៉ះគ្នាគឺបណ្ដាលឲ្យមនុស្សចាស់គឺទាំងសងខាងទទួលរងរបួសធ្ងន់មិនស្រាលផងដែរចាស់ហើយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដូចជាមានភាគីម្ខាងបែកក្បាលចាស់គឺមានភាគីម្ខាងបែកក្បាលគឺកំពុងតែខាងជំពេទ្យហ្នឹង